ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិងក្រុមយុវជនយើងទាំងអស់គ្នានាងខ្ញុំឈ្មោះចិនលីណាគឺជាយុវជនស្ម័គ្រចិត្តរបស់អង្គការ YCC នៅក្នុងថ្ងៃនេះផងដែរគឺខ្ញុំបានចូលរួមនៅគម្រោងមួយនៅក្នុង YCC គឺមានគម្រោងសហគ្រិនយុវជនកម្ពុជាយើងផងដែរពេលដែលខ្ញុំបានចូលរៀនវគ្គបណ្ដុះបណ្ដាលហ្នឹងនៅក្នុងគម្រោងហ្នឹងខ្ញុំបានទទួលនៅបទពិសោធន៍ថ្មីៗដ៏ល្អនៅក្នុងគម្រោងហ្នឹងដែលយើងទាំងអស់គ្នាហ្នឹងដូចជាខ្ញុំជាដើមខ្ញុំគឺជាអ្នកបើកអាជីវកម្មមួយនៅខាងខេត្តសៀមរាបគឺជាអ្នកលក្ខណៈថាទូតាយឯងគឺអ្នកបោកអ៊ុតផ្សេងអញ្ចឹងឬហើយនឹងជាយុវជនស្ម័គ្រចិត្តបន្តិចបន្តួចប៉ុណ្ណឹងឯងបានជាខ្ញុំហ្នឹងចង់ចូលរួមវគ្គបណ្ដុះបណ្ដាលនៃគម្រោងសហគ្រិនហ្នឹងព្រោះខ្ញុំគិតថាអាហ្នឹងវាត្រូវនឹងតម្រូវការរបស់ខ្ញុំព្រោះខ្ញុំរាល់ថ្ងៃគឺខ្ញុំមិនដែលបានលក្ខណៈថាមានគម្រោងច្បាស់លាស់ទេអញ្ចឹងទៅយើងអត់ទាន់ដឹងនៅគម្រោងដែលថាការអីគេគម្រោងថវិកាផែនការថវិកាដើម្បីបង្កើតគម្រោងអាហ្នឹងគឺខ្ញុំអត់សូវដឹងដែរហើយការទុកដាក់លុយដើម្បីយើងដឹងពីការលក្ខណៈថាចំណាយចំណូលមិនយើងចំណេញមិនគឺយើងអត់ទាន់ដឹងដែរហើយមួយវិញទៀតគឺខ្ញុំលក្ខណៈថាខ្ញុំបើកហ្នឹងគឺខ្ញុំអត់មានការដូចជា proposal ឬមួយក៏មានលក្ខណៈថាបាយនៃការផ្សព្វផ្សាយនៅអាជីវកម្មរបស់ខ្ញុំឯងអញ្ចឹងទៅយើងធ្វើឲ្យភ្ញៀវដែលថាចូលរួមដែលថានៅក្នុងតំបន់របស់ខ្ញុំក៏អត់សូវដឹងទេតែពេលដែលខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលមួយហ្នឹងគឺខ្ញុំបានត្រឡប់ទៅវិញខ្ញុំបានជាបង្កើតជាបាយជាអីផ្សេងសម្រាប់អាជីវកម្មរបស់ខ្ញុំផងដែរនៅក្នុងហ្នឹងដូចជាមានលេខទូរស័ព្ទខាងយើងមានបោកអ៊ុតអីផ្សេងឥឡូវគឺអាជីវកម្មខ្ញុំកាន់តែទទួលបានភាពរីកចម្រើនជាងមុនហើយមានភ្ញៀវចូលមកបានច្រើនជាងមុនផងដែរនៅក្នុងគម្រោងហ្នឹងអញ្ចឹងទៅខ្ញុំគិតថាគម្រោងហ្នឹងគឺវាល្អខ្លាំងនៅក្នុងហ្នឹងហើយក៏ខ្ញុំបានចូលរួមហើយគឺខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ពង្រីកអាជីវកម្មរបស់ខ្ញុំបន្ថែមទៀតដើម្បីឲ្យកាន់តែភ្ញៀវចូលមកទទួលនៅសេវារបស់ពួកខ្ញុំដូចគ្នាហើយខ្ញុំក៏មានសេវាដូចជាដឹកជញ្ជូនអីផ្សេងជូនប្រជាពលរដ្ឋដែលថាគាត់នៅជុំនៅទីតាំងខ្ញុំផ្ទះហើយទីតាំងរបស់ខ្ញុំហ្នឹងគឺយើងលក្ខណៈថាមិនសូវមានមនុស្សច្រើនទេប៉ុន្តែយើងលក្ខណៈថាគឺវានៅជាប់ផ្លូវអញ្ចឹងទៅយើងអាចដាក់ទៅគេមកទៅគេអាចមើលឃើញនៅក្នុងហ្នឹងផងដែរដែលថាកាលពីមុនអត់ដឹងទេចំណាយប៉ុន្មានចំណេញប៉ុន្មានគឺខ្ញុំអត់ដែលដឹងមកបន្តិចដល់ខ្ញុំបានចូលរួមទៅខ្ញុំលក្ខណៈថាខ្ញុំកាន់តែយល់ច្បាស់តែម្ដងនៅក្នុងមួយហ្នឹងគឺនៅបញ្ហាប្រឈមរបស់ខ្ញុំនៅក្នុងហ្នឹងគឺខ្ញុំមានបញ្ហារឿងខ្វះខាតថវិកាច្រើនព្រោះខ្ញុំត្រូវចំណាយច្រើនជារៀងរាល់ថ្ងៃហើយយើងត្រូវទិញជារបស់របរសម្រាប់តម្រូវការនៅក្នុងអាជីវកម្មរបស់ខ្ញុំផងដែរនៅក្នុងហ្នឹងអញ្ចឹងទៅវារៀងពិបាកបន្តិចនៅក្នុងហ្នឹងខ្ញុំនឹងព្យាយាមនឹងធ្វើការសន្សំប្រាក់ឲ្យបានកាន់តែច្រើនដើម្បីឲ្យអាជីវកម្មខ្ញុំកាន់តែទទួលបាននៃលក្ខណៈថាចំណូលបានកាន់តែច្រើនឬមួយក៏ការដែលថាខ្ញុំអាចស្នើសុំខាងលក្ខណៈថាមីក្រូហិរញ្ញវត្ថុផ្សេងដូចជា Make Bank នៅក្នុងគម្រោងរបស់ខ្ញុំបើសិនតែអាចបានគឺខ្ញុំអាចស្នើសុំទៅកម្ចីគាត់ដើម្បីធ្វើការបង្កើតអាជីវកម្មខ្ញុំកាន់តែរីកធំផងដែរអញ្ចឹងទៅខ្ញុំក្នុងនាមខ្ញុំជាយុវជនស្ម័គ្រចិត្តនៅក្នុងអង្គការ YCC ហ្នឹងខ្ញុំសង្ឃឹមថាយុវជនយើងនៅក្នុងវ័យសិក្សាដូចគ្នានឹងអ្នកដែលថាគាត់បញ្ឈប់ការសិក្សាឬយើងអត់បានរៀនសូត្រហ្នឹងយើងអាចចូលរួមទៅបង្កើតអាជីវកម្មមួយទៅដូចជាការលក់អនឡាញឬមួយផ្ទះការងារដែលថាយើងគិតថាកម្លាំងយើងនៅធ្វើបានអីផ្សេងព្រោះអីនៅក្នុងហ្នឹងគឺការងារហ្នឹងគឺល្អប្រសើរខ្ញុំឃើញមានក្មេងម្នាក់គឺគាត់លក្ខណៈថាគាត់រៀនបដាហើយបន្ទាប់មកគាត់លក់អនឡាញបដាប៉ុន្តែក្នុងមួយខែគាត់រកយ៉ាងហោចគាត់បាន$500-600នៅក្នុងហ្នឹងអាហ្នឹងគឺជាគំនិតអាជីវកម្មរបស់គាត់ដែលខ្ញុំគិតថាវាល្អអញ្ចឹងទៅខ្ញុំសូមសំណូមពរឲ្យយុវជនយើងទាំងអស់គ្នាយើងអាចលក្ខណៈថាយើងអាចបង្កើតអាជីវកម្មបណ្ដើទៅយើងរៀនបណ្ដើទៅអាហ្នឹងវាអាចបង្កើននៅប្រាក់ចំណូលរបស់យើងពេលដែលយើងបញ្ចប់ការសិក្សាយើងអាចមានលុយហ្នឹងទៅបន្តទៅការសិក្សានៅសាកលវិទ្យាល័យផ្សេងយើងវាអាចសម្រួលក្នុងថវិកានៅក្នុងផ្ទះរបស់យើងផងដែរនៅក្នុងគ្រួសាររបស់យើងដែលខ្ញុំគិតថាវាល្អប្រសើរអញ្ចឹងទៅបានជាខ្ញុំសូមសរសនំពោប៉ុណ្ណឹងហើយខ្ញុំមានប៉ុណ្ណឹងឯងបាយDo do 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 do.